សញ្ញាទាំងនេះបង្ហាញថាបុណ្យកំពុងតែការពារអ្នកមនុស្សខ្លះមានពេលមួយនៅក្នុងជីវិតដែលពួកគេតែងតែសួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំពេលខ្លះអ្វីដែលយើងចង់បានបែរជាមិនបានមនុស្សដែលយើងស្រឡាញ់បែរជាចាកចេញការងារមួយបែរជាបរាជ័យឬក៏ផ្លូវមួយដែលយើងគិតថាវានឹងល្អសម្រាប់ជីវិតរបស់យើងប៉ុន្តែវាបែរជាបិទមុខយើងដែលធ្វើឲ្យយើងរកផ្លូវដើរទៅមុខទៀតមិនបានហើយពេលវេលាកន្លងផុតទៅយើងអាចនឹងយល់ឃើញថាអ្វីដែលយើងធ្លាប់គិតថាវាជារឿងអាក្រក់ប្រហែលជារឿងកំពុងតែការពារយើងពីរឿងអាក្រក់ជាងនេះទៅទៀតនៅក្នុងទស្សនៈព្រះពុទ្ធសាសនាបុណ្យនិងកម្មមានទំនាក់ទំនងជាមួយនឹងហេតុនិងផលនៃការប្រព្រឹត្តរបស់មនុស្សការធ្វើល្អការឲ្យទានការរក្សាសីលនិងការធ្វើបុណ្យទាំងនោះហើយគឺជាវិធីនៃការកសាងបុណ្យកុសលនិងការកែលម្អកម្មរបស់ខ្លួនឯងដូច្នេះបុណ្យមិនមែនជារឿងដែលយើងអាចមើលឃើញបានដោយភ្នែកទទេនោះទេប៉ុន្តែបើចាស់ៗតែងតែសង្កេតមើលឃើញថាវាមកតាមរយៈសញ្ញាដែលកើតឡើងទាំងនេះហើយថ្ងៃនេះផងដែរយើងនឹងមកមើលសញ្ញាទាំង7យ៉ាងបើតាមជំនឿនិងបង្ហាញថាបុណ្យដែលអ្នកបានកសាងពីមុនក្តីពីជាតិមុនក្តីពីជាតិនេះក្តីកំពុងតែផ្ដល់ផលឬក៏កំពុងតែព្យួរជីវិតរបស់អ្នកឲ្យកាន់តែល្អជាងមុនទៅទៀតអ្នកជួបរឿងធ្ងន់ប៉ុន្តែចុងក្រោយអ្នកមិនដួលរលំសញ្ញាទី1គឺអ្នកធ្លាប់ជួបរឿងធ្ងន់ជួបបញ្ហាដែលពិបាកខ្លាំងពីមុនមកពេលនោះអ្នកប្រហែលជាគិតថាជីវិតរបស់ខ្ញុំប្រហែលជាមិនអាចដើរទៅមុខទៀតបានទេប៉ុន្តែចុងក្រោយអ្នកក៏នៅតែអាចឈរនិងដើរឡើងទៅមុខទៀតបានអាចនឹងបាត់បង់លុយប៉ុន្តែមិនបាត់បង់អ្វីទាំងអស់នោះទេអាចនឹងបាត់បង់ការងារប៉ុន្តែបែរជាមានផ្លូវថ្មីចូលមករកអ្នកហើយល្អជាងមុនទៅទៀតអាចនឹងខកចិត្តប៉ុន្តែមិនបាត់បង់កម្លាំងចិត្តនោះទេបើតាមជំនឿមនុស្សខ្លះអាចនឹងមើលឃើញថានេះគឺជាផលនៃបុណ្យដែលជួយឲ្យអ្នកមិនធ្លាក់ដល់បាតបុណ្យមិនមែនមានន័យថាជីវិតមិនធ្លាប់ជួបការលំបាកនោះទេពេលខ្លះបុណ្យមិនអាចយកមកបញ្ជាចេញពីអ្នកទេប៉ុន្តែវាអាចនឹងធ្វើឲ្យអ្នកមានកម្លាំងនៅក្នុងការឆ្លងកាត់បញ្ហាទាំងនោះអ្វីដែលមិនល្អសម្រាប់អ្នកចាប់ផ្ដើមចាកចេញពីជីវិតរបស់អ្នកអ្វីដែលនៅក្នុងជីវិតរបស់អ្នកយូរហើយអ្នកទាំងដឹងថាវាមិនល្អសម្រាប់ជីវិតរបស់អ្នកប៉ុន្តែអ្នកគ្មានវិធីក៏ដូចជាគ្មានដំណោះស្រាយនៅក្នុងការដកចេញវាចាប់ផ្ដើមចេញពីជីវិតរបស់អ្នកម្ដងបន្តិចនេះគឺជាសញ្ញាដែលមនុស្សជាច្រើនមិនសូវយល់ពេលខ្លះបុណ្យមិនបាននាំអ្វីដែលថ្មីចូលមកភ្លាមនោះទេប៉ុន្តែវាអាចនឹងចាប់ផ្ដើមដកអ្វីដែលមិនស័ក្តិសមពីជីវិតរបស់អ្នកចេញមនុស្សដែលធ្វើឲ្យអ្នកខូចចិត្តចាប់ផ្ដើមឃ្លាតឆ្ងាយការងារដែលធ្វើឲ្យអ្នកខាតបង់ក៏ចាប់ផ្ដើមបញ្ចប់ទំនាក់ទំនងដែលមិនល្អចាប់ផ្ដើមផុតពីជីវិតរបស់អ្នកនៅពេលនោះសូមកុំប្រញាប់គិតថាហេតុអ្វីខ្ញុំតែងតែបាត់បង់ពេលខ្លះការដែលបាត់បង់មិនមែនជាការដកហូតទេវាគឺជាការដកផ្លូវដែលមិនស័ក្តិសមហើយទុកកន្លែងថ្មីឲ្យផ្លូវថ្មីចូលមកនៅពេលដែលត្រូវការតែងតែមានជំនួយចូលមកដល់នេះគឺជាសញ្ញាដ៏ល្អមួយអ្នកមិនមានលុយគ្រប់គ្រាន់ប៉ុន្តែមានមនុស្សម្នាក់មកជួយអ្នកគ្មានការងារធ្វើប៉ុន្តែមានអ្នកណែនាំការងារឲ្យអ្នកមានបញ្ហាប៉ុន្តែមានមនុស្សម្នាក់មកប្រាប់ផ្លូវក្នុងការដោះស្រាយហើយពេលដែលអ្នកចិត្តបោះបង់មានពាក្យមួយធ្វើឲ្យអ្នកចាប់ផ្ដើមគិតឡើងវិញបើតាមទស្សនៈមនុស្សខ្លះអាចនឹងមើលឃើញថាបុណ្យកំពុងតែនាំផ្លូវល្អចូលមកជួយនៅពេលដែលអ្នកត្រូវការព្រោះលាភមិនមែនតែងតែជាលុយនោះទេពេលខ្លះមនុស្សល្អម្នាក់ក៏ជាលាភធំមួយផងដែរស្វាគមន៍អ្នកទាំងអស់គ្នាចូលមកកាន់ Channel តារាសា Jupiter កុំភ្លេចចូលរួមការ Like និង Comment បញ្ចេញមតិទាំងអស់គ្នាចូលរួមការ Subscribe ដើម្បីទទួលបាននូវវីដេអូបន្តទៀតមានអ្នកទាំងអស់គ្នាទើបមានខ្ញុំនៅថ្ងៃនេះផងដែរខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជួយជំរុញចម្រើនអ្នកទាំងអស់គ្នាជួយបើកផ្លូវឲ្យអ្នកទាំងអស់គ្នាក្នុងការធ្វើអំពើល្អបើយើងធ្វើអំពើល្អបុណ្យល្អនឹងចូលមកក្នុងជីវិតយើងនឹងជួយជំរុញចម្រើនអ្នកទាំងអស់គ្នាអ្នកចាប់ផ្ដើមមានឱកាសធ្វើល្អដោយឯងសញ្ញាទី4គឺអ្នកចាប់ផ្ដើមមានឱកាសធ្វើល្អជាញឹកញាប់ដោយខ្លួនឯងមានអ្នកត្រូវការជំនួយហើយអ្នកអាចនឹងជួយគេបានមានអ្នកកំពុងតែលំបាកហើយអ្នកអាចនឹងចែករំលែកគេបានមានឪពុកម្ដាយឬក៏មានអ្នកមានគុណដែលត្រូវការការថែទាំហើយអ្នកមានឱកាសតបស្នងនៅក្នុងជីវិតរបស់យើងការដែលយើងធ្វើបុណ្យការផ្ដល់ទានជាផ្នែកសំខាន់មួយនៅក្នុងការកសាងបុណ្យកុសលការគាំទ្រវត្តនិងព្រះសង្ឃការផ្ដល់ទាននិងការប្រព្រឹត្តតាមសីលធម៌គឺជាវិធីដែលធ្វើឲ្យអ្នកអនុវត្តដើម្បីកសាងបុណ្យដូច្នេះបើជីវិតរបស់អ្នកចាប់ផ្ដើមមានឱកាសធ្វើល្អជាបន្តបន្ទាប់សូមកុំគិតវិកវេហើយកុំគិតថាមានអ្នកដទៃយកអ្វីចេញពីខ្លួនអ្នកពីព្រោះពេលខ្លះវាគឺជាឱកាសធ្វើឲ្យអ្នកកសាងបុណ្យកុសលបន្ថែមទៀតការដែលយើងមានចិត្តជ្រះថ្លានៅក្នុងការធ្វើបុណ្យរមែងតែបានបុណ្យល្អនិងបានបុណ្យពេញ
អ្នកទាំងអស់គ្នាដែលគិតដែរឬទេហើយបើសិនជាយើងធ្វើបុណ្យដែលមិនពេញចិត្តនឹងមានចិត្តវិវេហើយបុណ្យទាំងនោះក៏មិនអាចចូលមកជួយយើងបានដូចគ្នាដែរវាប្រៀបផ្ទឹមនឹងការដែលយើងបោះបង់ក៏ដូចជាការដែលយើងធ្វើបុណ្យចំណាយពេលវេលាខាតបង់អត់ប្រយោជន៍អញ្ចឹងចិត្តរបស់អ្នកចាប់ផ្ដើមស្ងប់បើទោះបីជាមិនទាន់មានអ្វីជាច្រើនក៏ដោយសញ្ញាទាំងនេះគឺសំខាន់ពីមុនអ្នកប្រហែលជាខ្លាចរឿងលុយកាក់ខ្លាចអនាគតខ្លាចបាត់បង់ចង់បានអ្វីៗឲ្យលឿនប៉ុន្តែថ្ងៃមួយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានហើយទុកអ្វីដែលលើសពីសមត្ថភាពរបស់ខ្ញុំឲ្យវាដើររំលងទៅមុខតាមហេតុរបស់វាទៅចុះអ្នកនៅតែមានបញ្ហាប៉ុន្តែចិត្តមិនមានរំជួលដូចពីមនុស្សទេនេះមិនមែនមានន័យថាបុណ្យធានាថាអ្នកនឹងមានទ្រព្យនោះទេប៉ុន្តែវាបង្ហាញថាអ្នកកំពុងតែមានសតិមានបញ្ញាដើម្បីមិនបំផ្លាញជីវិតរបស់ខ្លួនឯងនៅក្នុងការភ័យខ្លាចអ្នកចាប់ផ្ដើមទទួលបានផលល្អពីអំពើល្អៗដែលអ្នកធ្លាប់បានធ្វើពីមុនមកពេលខ្លះអ្វីដែលអ្នកធ្លាប់ធ្វើពីមុនមកអ្នកប្រហែលជាភ្លេចទៅហើយអ្នកធ្លាប់ជួយមនុស្សម្នាក់ធ្លាប់ចែកអាហារធ្លាប់ជួយគ្រួសារធ្លាប់ធ្វើបុណ្យធ្លាប់អត់ទោសឲ្យនរណាម្នាក់ធ្លាប់ជួយមនុស្សដោយមិនបានរំពឹងថានឹងមានអ្វីតបស្នងមកវិញហើយប៉ុន្មានឆ្នាំក្រោយមកមានរឿងល្អមួយត្រឡប់មករកអ្នកវិញមិនចាំបាច់ថាជាលុយទាំងអស់នោះទេអាចនឹងជាមនុស្សល្អឱកាសល្អការងារការជួយពីអ្នកដទៃឬក៏សេចក្តីស្ងប់ចិត្តមួយនៅក្នុងទស្សនកម្មអំពើរបស់មនុស្សមានហេតុនិងមានផលហើយគំនិតអំពីបុណ្យមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតពុទ្ធសាសនិកខ្មែរដូច្នេះសូមកុំមើលរំលងអំពីអំពើល្អតូចៗរបស់អ្នកអំពើល្អដែលអ្នកគិតថាវាគ្មានអ្នកណាមើលឃើញក៏នៅតែជាហេតុល្អឬក៏បុណ្យល្អៗដូចគ្នាអ្នកចាប់ផ្ដើមមានផ្លូវដើរទៅមុខទៀតបើទោះបីជាមិនបានអ្វីភ្លាមៗក៏ដោយនេះគឺជាសញ្ញាចុងក្រោយហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចងចាំបំផុតអ្នកប្រហែលជាមិនទាន់មានលុយច្រើននោះទេមិនទាន់មានទ្រព្យធំៗដូចគេមិនទាន់បានជោគជ័យដូចដែលអ្នកចង់បានប៉ុន្តែអ្នកចាប់ផ្ដើមដឹងថាតើខ្លួនឯងគួរទៅកន្លែងណាគួរទៅនៅត្រង់ណាចាប់ផ្ដើមមានការងារមានគំនិតមានមនុស្សល្អមានឱកាសមានសតិមានចិត្តចង់ធ្វើល្អហើយអ្វីដែលសំខាន់ជាងគេនោះគឺអ្នកមិនដើរដោយគ្មានទិសដៅទៀតនោះទេបើតាមជំនឿនេះអាចនឹងជាពេលដែលបុណ្យនិងហេតុល្អៗពីមុនដែលកំពុងតែបង្កើតឡើងលក្ខខណ្ឌឲ្យជីវិតរបស់អ្នករីកចម្រើនប៉ុន្តែសូមចងចាំរឿងមួយបុណ្យមិនមែនជាសម្បត្តិដែលធានាថាយើងនឹងបានជួបរឿងអាក្រក់នោះទេហើយក៏មិនមែនជាវិធីមួយដែលអាចឲ្យយើងបានទិញសំណាងបានដូចគ្នានៅក្នុងទស្សនៈព្រះពុទ្ធសាសនាកម្មគឺតាក់ទងជាមួយនឹងអំពើរបស់យើងហើយការដែលយើងសាងបុណ្យគឺជាការបង្កើតហេតុល្អដូច្នេះបើសិនជាអ្នកចង់ឲ្យជីវិតរបស់អ្នកបានផលល្អនៅថ្ងៃខាងមុខទៀតសូមគម្រោងចាំតែសញ្ញាចូលសាងហេតុធ្វើបុណ្យតាមសមត្ថភាពមានតិចក្តីមានច្រើនក្តីមានតិចធ្វើតិចមានច្រើនធ្វើតិចបើធ្វើអស់ពីចិត្តក៏ជាបុណ្យក៏ដូចជាហេតុល្អដូចគ្នារក្សាសិលមិនបោកប្រាស់អ្នកដទៃមិនធ្វើបាបចេះដឹងគុណអ្នកមានគុណនិងចេះជួយយកអាសារអ្នកដទៃដែលក្រីក្រជាងយើងនិងរកប្រាក់ដោយសុចរិតពីព្រោះបុណ្យដែលល្អមិនមែនធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងពិសេសជាងគេនោះទេប៉ុន្តែធ្វើឲ្យយើងកាន់តែចេះដឹងគុណកាន់តែមានសិលនៅក្នុងខ្លួនមានធម៌មានសច្ចៈនិងកាន់តែចេះរស់ដោយមិនបានបំផ្លាញអ្នកដទៃសារចុងក្រោយរបស់ខ្ញុំគឺប្រសិនបើនៅពេលនេះអ្នកកំពុងតែមានសញ្ញាទាំងនេះជួបបញ្ហាប៉ុន្តែមិនដួលរលំបាត់បង់អ្វីមួយប៉ុន្តែបែរជាមានអ្វីថ្មីដែលល្អជាងមុនចូលមកក្នុងជីវិតនៅពេលដែលត្រូវការមានមនុស្សមកជួយពេលដែលមានឱកាសធ្វើល្អមានចិត្តកាន់តែស្ងប់អំពើល្អពីមុននឹងចាប់ផ្ដើមផ្ដល់ផលល្អឲ្យអ្នកទាំងអស់គ្នាហើយជីវិតនឹងចាប់ផ្ដើមមានផ្លូវច្បាស់ជាងមុនសូមកុំប្រញាប់និយាយថាខ្ញុំនឹងមានលាភធំចូលនិយាយថាប្រហែលជាខ្ញុំកំពុងតែទទួលបានផលពីហេតុល្អដែលខ្ញុំបានសាងពីមុនមកដល់ពេលនេះខ្ញុំត្រូវសាងហេតុល្អបន្ថែមទៀតដើម្បីទទួលបានហេតុល្អបន្ថែមពីព្រោះមនុស្សដែលមានបុណ្យល្អមិនមែនជាមនុស្សដែលមិនដែលបំផ្លាញមិនដែលជួបបញ្ហានោះទេប៉ុន្តែជាមនុស្សដែលខុសចេះសាងនៅពេលដែលជីវិតធ្លាក់ចុះនៅពេលដែលមានកម្លាំងឲ្យក្រោកឡើងនៅពេលដែលទ្វារកំពុងតែបិទប៉ុន្តែមានទ្វារមួយទៀតក៏ដូចជាផ្លូវមួយទៀតបើកឲ្យនៅពេលដែលគេបោះបង់អ្វីមួយគេនៅតែអាចរកឃើញអត្ថន័យនៃការបោះបង់មួយនោះចោលនេះហើយឯនឹងជាអ្វីដែលចាស់ទាំងអស់គេហៅថាបុណ្យកំពុងតែជួយប៉ុន្តែចូលកុំភ្លេចថាបុណ្យអាចនឹងជាហេតុកម្មអាចជាផលឱកាសអាចនឹងជាទ្វារប៉ុន្តែជំហានដែលអ្នកដើរនៅតែជាជំហានរបស់អ្នកដូច្នេះសាងល្អនៅថ្ងៃនេះដើម្បីឲ្យថ្ងៃស្អែកមានហេតុល្អកំពុងតែរងចាំអ្នក
សូមឲ្យបុណ្យកុសលទាំងអស់ដែលអ្នកបានសាងក្លាយទៅជាកម្លាំងនាំផ្លូវរបស់អ្នកទៅកាន់សេចក្តីសុខចម្រើនទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រហូតដល់ចប់